សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះដែរគឺយើងមកនិយាយអំពីតួអង្គម្នាក់ដែលសឹងតែបាត់បង់អ្វីៗគ្រប់បែបយ៉ាងដែលគាត់គឺបានបាត់បង់ឪពុកបាត់បង់មិត្តរួមជិតស្និទ្ធនិងមនុស្សដែលគាត់សន្យាថានឹងការពារថែមទាំងបាត់បង់ភ្នែកម្ខាងដែលរំលឹកអំពីអតីតកាលទាំងអស់នោះផងដែរវាគឺជារឿងរ៉ាវរបស់តួអង្គម្នាក់ឈ្មោះថា Kakashi Hatake មុនចូលដល់ខ្លឹមសារនៃ clip សូមឲ្យអ្នកគ្នាកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំKakashi Hatake គឺកើតនៅក្នុង Village Hidden Leaf គឺជាកូនប្រុសរបស់ Ninja ដ៏ល្បីម្នាក់ឈ្មោះថា Sakumo Hatake គ្រប់គ្នាត្រូវបានគេហៅថាជា White Fang មនុស្សម្នាក់ដែលមានកម្លាំងដល់ថ្នាក់អាចប្រកួតប្រជែងជាមួយ Sannin បានប៉ុន្តែរឿងរ៉ាវរបស់គាត់ចុងក្រោយគឺមិនដែលល្អទេ Sakumo គឺបានធ្វើជំរើសមួយដែលគាត់ហ៊ានលះបង់ mission ដើម្បីជួយសង្គ្រោះមិត្តរួមក្រុមរបស់គាត់នៅពេលដែល Sakumo Hatake គាត់ស្លាប់ Kakashi Hatake គាត់បែរទៅជាបដិសេធទៅលើទង្វើរបស់ឪពុកគាត់ទៅវិញនៅក្នុងផ្នែករបស់ Kakashi ឪពុករបស់គាត់គឺបានបរាជ័យលើ mission ហើយបរាជ័យលើច្បាប់ហើយ Kakashi បានសន្យាថាគាត់នឹងមិនធ្វើជំរើសដោយឪពុករបស់គាត់ទេគាត់ចង់គ្មានកំហុសនិងក្លាយទៅជាមនុស្សខ្លាំងល្អជាងមុនប៉ុន្តែកម្លាំងមួយដែលគ្មានការយល់ដឹងវាជារឿងគ្មានន័យទេនៅក្នុងរឿងផ្សេងឪពុករបស់ Kakashi ប្រហែលជាគាត់អាចក្លាយទៅជាវីរបុរសប៉ុន្តែបើសិនជានៅក្នុងពិភព Shinobi វាជារឿងមួយដែលមិនអាចទៅរួចហើយដោយដែលយើងបានឃើញឪពុករបស់គាត់គឺត្រូវបានគេបរិហារគេធ្វើឲ្យអាម៉ាស់មុខហើយត្រូវបានបំបែកចិត្តដោយមនុស្សដែលគាត់ធ្លាប់ការពារចុងក្រោយ Sakumo ក៏ជ្រើសរើសការបញ្ចប់ជីវិតខ្លួនឯងនៅពេលនោះ Kakashi គាត់ត្រឹមតែជាក្មេងម្នាក់ប៉ុណ្ណោះហើយចាប់តាំងពីថ្ងៃនោះមកចិត្តរបស់ Kakashi ក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅអាយុ5ឆ្នាំ Kakashi មានការគិតដូចជា Shinobi ដែលមានបទពិសោធន៍រួចទៅហើយចាប់ពីអាយុ10ឆ្នាំគាត់បានក្លាយទៅជា Chuninជាអ្វីមួយដែលNinjaជាច្រើនសុបិនចង់ធ្វើប៉ុន្តែគ្រប់គ្នាមិនដឹងទេថាទេពកោសល្យទាំងអស់នេះបានមកជាមួយនឹងតម្លៃនៃការលះបង់ Kakashi គឺគាត់ហ៊ានលះបង់គាត់ក្លាយទៅជាមនុស្សម្នាក់ដែលចិត្តត្រជាក់ហើយឃ្លាតឆ្ងាយពីអ្នកដទៃឆ្លុះអង្វែងលើរឿងតែមួយគត់នោះគឺច្បាប់ព្រោះនៅក្នុងចិត្តកំណើតរបស់គាត់ច្បាប់វាជារឿងមួយដែលអាចការពារមនុស្សគ្រប់គ្នាពីការជឿចាប់រួចបន្ទាប់ពីគាត់គឺបានចូលរួមក្រុមជាមួយនឹង Obito និង Rinទង្វើរបស់ Kakashi ក៏ធ្វើគ្រប់បែបយ៉ាងក៏ដើម្បីតែច្បាប់ក៏មិនដែលខ្វល់ពីមិត្តរួមក្រុមមិនដែលខ្វល់ពីនរណាទាំងអស់ហើយគ្រប់យ៉ាងគឺសម្រាប់ mission ប៉ុន្តែជោគវាសនាគឺបានចាប់ផ្ដើមបែកបាក់នៅក្នុងបេសកកម្មមួយដែលយើងបានឃើញនៅក្នុងរូងភ្នំពេលដែល Obito គឺត្រូវបានថ្មស្កត់លើមុនដង្ហើមចុងក្រោយគាត់ក៏បានផ្ដល់ Sharingan ឲ្យទៅ Kakashi Sharingan នេះប្រៀបបានដូចជាកាដូនិងតំណាងឲ្យនិមិត្តសញ្ញាតែមួយហើយដូចជាឱកាសទី2ដើម្បីឲ្យ Kakashi គឺមើលឃើញពិភពលោកនេះខុសពីមុនពាក្យចុងក្រោយដែល Obito ផ្ដល់គឺសូមឲ្យ Kakashi ការពារ Rin ប៉ុន្តែឯដែលយើងបានឃើញ Kakashi មិនអាចរក្សាសន្យានេះបានហើយ Rin ស្លាប់ព្រោះដោយសារតែ Rin មាន Three Tail នៅក្នុងខ្លួននាងគឺបានក្លាយទៅជាគោលដៅមួយដែលគេតាមចាប់ជាឧបករណ៍ដែលអាចបំផ្លាញអ្នកដទៃជាពិសេសគឺបំផ្លាញ Hidden Leaf ខ្លួនឯងដូច្នេះជំរឿរបស់នាងក៏បានលោតចូលពីមុខពីការវាយប្រហាររបស់ Kakashi ជាពេលវេលាមួយដែលដៃរបស់ Kakashi គឺចាក់ចូលបេះដូង Rin រួមគ្នាជាមួយពេលដែល Kakashi គឺចាប់ផ្ដើមបាត់បង់អ្វីៗគ្រប់បែបយ៉ាងនៅអាយុ10ឆ្នាំ Kakashi គឺបានបាត់បង់ឪពុកបាត់បង់មិត្តភ័ក្តិបាត់បង់មនុស្សដែលគាត់ត្រូវការពារចាប់ពីថ្ងៃនោះមក Kakashi Hatake មិនមែនជាមនុស្សដែលមានទេពកោសល្យធម្មតាដូចមុនគាត់ចាប់ផ្ដើមក្លាយទៅជាមនុស្សម្នាក់ដែលត្រូវបានតាមលងបន្លាចដោយអតីតកាលខ្លួនឯងជា Shinobi មួយដែលបង្កើតឡើងតាមរយៈការបាត់បង់អារម្មណ៍មិនមូល Kakashi Hatake មិនដែលជាសះស្បើយឡើយចុងក្រោយគាត់ក៏បានធ្លាក់ចូលទៅក្នុងពិភពងងឹតតាមរយៈការចូលរួមជាមួយនឹង Anbu Black Ops គឺជាទីកន្លែងដែលអារម្មណ៍ត្រូវបានបំផ្លាញចោលហើយរឿងមនុស្សធម៌វាជារបស់បុគ្គលនិងជាជំរឿនៅក្នុង Anbu Kakashi គឺមិនដែលនិយាយពាក្យច្រើនទេគាត់គឺមិនសើចមិនមានទំនាក់ទំនងជាមួយនរណាទាំងអស់គាត់ដឹងត្រឹមតែការប្រយុទ្ធនិងធ្វើតាម mission ពីមួយទៅមួយតាមបញ្ជានៅក្នុង mission គាត់បានបញ្ចេញអ្វីគ្រប់បែបយ៉ាងគឺកំហឹងកំហុសនិងភាពទទេដែលគាត់មានពីមុនវាគឺជាលក្ខណៈភាពអស្ចារ្យនៅក្នុង Anbu ប៉ុន្តែខាងក្នុងរបស់ Kakashi គឺបានប្រេះស្រាំអស់ហើយទុក្ខវេទនារបស់ Kakashi គឺអត់ដែលចេះចប់ទេនៅយប់មួយនៅពេលដែល Nine Tail គឺវាបហា Hidden Leaf អ្វីគឺបានផ្លាស់ប្ដូរឡើងវិញទៀត Kurama គឺបានបង្កឲ្យមានការបំផ្លាញ Village Anbu ត្រូវបានចេញបញ្ជាប៉ុន្តែមិនឲ្យប្រយុទ្ធជាមួយនឹង Nine Tail លើផ្ទាល់ទេត្រឹមតែការពារប្រជាពលរដ្ឋប៉ុណ្ណោះដូច្នេះ Kakashi គឺបានត្រឹមឈរមើលរហូតដល់ Nine Tail ត្រូវបាន
បញ្ឈប់ដោយគ្រូរបស់គាត់គឺ Minato ជា Hokage ទី4 ប៉ុន្តែខណៈពេលនោះគាត់ក៏បានបាត់បង់ជីវិតដូចគ្នា Minato Namikaze គឺជាមនុស្សម្នាក់ដែល Kakashi គឺគោរពនិងជឿទុកចិត្តជាងគេនៅក្នុងចំណោមមនុស្សមួយចំនួនធំគឺមានតែគ្រូរបស់គាត់ទេដែលគាត់នៅចិត្តហើយខ្សែចំណងមិត្តភាពមួយនេះគឺបានកាត់ផ្ដាច់រហូតនៅពេលដែលយើងបានឃើញ Naruto Uzumaki ដែលជាកូនរបស់ Minato ធំទាំងក្តីជាចំណុចមួយដែលពិភពលោករបស់ Kakashi គឺចាប់ផ្ដើមប្ដូរម្ដងទៀត Kakashi គឺត្រូវបានផ្ដល់នៅគោលបំណងមួយដោយ Hokage ទី3គឺជា Hiruzen Sarutobi ដែលឲ្យ Kakashi គឺទទួលខុសត្រូវនិងមើលថែទៅលើកូនរបស់គ្រូគាត់ត្រឹមតែរយៈពេលប្រមាណ Hiruzen ក៏ស្លាប់ទៀតពីព្រោះការវាយប្រហារដោយ Orochimaru ការបាត់បង់ពីម្នាក់ទៅម្នាក់ធ្វើឲ្យបន្ទុករបស់ Kakashi គឺកាន់រឹតតែធ្ងន់ជាច្រើនខែឆ្នាំសូម្បីតែភ្នែកដែលតំណាងឲ្យ Obito ដែលជា Sharingan ក៏ត្រូវបានយកចេញពីគាត់ទៀតវាដូចជាជោគវាសនាមួយដែលព្យាយាមដកអ្វីៗគ្រប់បែបយ៉ាងគឺចេញពីគាត់ទាំងអស់ប៉ុន្តែឯដែលយើងហ៊ានបានពី Kakashi គឺគាត់មិនដែលបោះបង់គាត់នៅតែរកហេតុផលគ្រប់បែបយ៉ាងគឺជ្រើស Village បើទោះបីជា Village ធ្វើឲ្យឪពុករបស់គាត់អាម៉ាស់ជាប្រព័ន្ធមួយដែលបណ្ដាលឲ្យ Sakumo ស្លាប់ក៏ដោយក៏ Kakashi គឺមិនជ្រើសស្អប់មិនជ្រើសការសងសឹកនិងមិនជ្រើសការបំផ្លាញព្រោះនៅក្នុងចិត្តរបស់គាត់គឺបានកម្មទុកច្រើនជាងការឈឺចាប់រួចទៅហើយកាន់កិត្តិយសរបស់ឪជំនឿរបស់ Obito ចិត្តរបស់ Rin និងការណែនាំរបស់គ្រូគឺ Minato ហើយនៅក្នុងរយៈពេលដ៏យូរយើងបានឃើញ Kakashi ក៏បានដឹកនាំ Team 7ដែលមាន Naruto, Sasuke និង Sakura គាត់ចាប់ផ្ដើមហ៊ានសើចម្ដងទៀតហ៊ានផ្ដល់ជំនឿម្ដងទៀតហើយហ៊ានយកចិត្តទុកដាក់ទៅលើមិត្តរួមក្រុមម្ដងទៀតដូចជា Might Guy រួមទាំងមិត្តរួមក្រុមការងារផ្សេងទៀត Kurenai និង Azuma គាត់ចាប់ផ្ដើមមានក្រុមមួយដែលគាត់បានបាត់បង់ពីមុនហើយវាក៏អាចជាមូលហេតុមួយដែរដែល Naruto គឺមិនបោះបង់ Sasuke ព្រោះអាចជាការបង្រៀនរបស់ Kakashi ដែលថាគាត់គឺបង្ហាញផ្លូវថា Naruto បើសិនជាគាត់តាមរកមិត្តម្នាក់បើទោះបីជាមិត្តម្នាក់នោះគឺធ្លាក់ចូលទៅក្នុងពិភពងងឹតដ៏ជ្រៅក៏វានៅតែជាជំរើសត្រូវហើយចុងក្រោយយើងបានឃើញ Kakashi គឺបានវិលត្រឡប់មកវិញដែលคล้ายទៅជា Hokage ទី6 Kakashi ក៏ចាប់ផ្ដើមយល់ច្បាស់ពីទង្វើរបស់ឪពុករបស់គាត់ដែលជ្រើសមិត្តរួមក្រុមលើសពី mission ថាហេតុអីបានជួយសង្គ្រោះជីវិតមនុស្សគឺវាមានតម្លៃជាងបេសកកម្មរាប់រយដងជាហេតុបានជាយើងឃើញ Kakashi គឺចាប់ផ្ដើមជឿលើមិត្តរួមក្រុមលើសអ្វីៗគ្រប់យ៉ាងហើយពេលខ្លះជឿថា mission គឺវាគ្មានន័យអីទេបើសិនជាយើងបាត់បង់មិត្តនៅក្នុងការប្រយុទ្ធនោះហើយចុងក្រោយទស្សនៈរបស់គាត់គឺអ្នកដែលបំបែកច្បាប់គឺជាមនុស្សអាក្រក់ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះទៅទៀតអ្នកដែលបោះបង់មិត្តខ្លួនឯងចោលនេះហើយគឺជាមរតករបស់ Kakashi Hatake ជាបុរសម្នាក់ដែលបាត់បង់អ្វីៗគ្រប់បែបយ៉ាងប៉ុន្តែនៅតែជ្រើសដើរទៅមុខអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងអរគុណដល់អ្នកគ្នាដែលបានស្ដាប់យើងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm out. Bye bye.